គៀបក៏លំដាប់អំពូដែលរត់គេខ្លួនអស់រយៈពេល30ឆ្នាំគ្រាន់តែអង្គុយចុះរករបស់បន្តិចគេក៏ដឹងភ្លាមថាមានរឿងមិនស្រួលគឺគេបញ្ជាក់ដាក់ដៃចុះកុំកម្រើកកាមេរ៉ាគោលដៅត្រូវបានបញ្ជាក់ប៉ុន្តែភីគីម្ខាងទៀតច្បាស់ជាមានការប្រុងប្រយ័ត្នខ្ពស់នៅតាមផ្លូវទៅផ្ទះគេមានបំណងដើរចូលទៅក្នុងកន្លែងដែលកាមេរ៉ាមើលមិនឃើញកុំតាមគៀកពេកតាចាស់នឹងរត់មិនរួចទេស្រមោលបានតម្រង់ទៅអាផាតមិនឆាំងនាងហើយអាគីខាងក្នុងគឺជាប់គ្នាប្រុសមានរកដោយបន្ទុកឯណោះខាងក្នុងអាគីគ្មានកាមេរ៉ាទេពេលគោលដៅចូលក្នុងចណ្ដាលយំខ្សែរយៈនឹងត្រូវដាច់ប៉ុន្តែពេលនេះក្រុមតាមដានផ្សេងទៀតនៅឆ្ងាយពេកខ្ញុំទៅស្រីជ្រូកតូចអាចតាមចូលបានជ្រូកតូចធ្វើជាពាក់ការស្ដាប់ត្រចៀកដូចមិនដឹងអីហើយចូលទៅក្នុងអាគីជាមួយគោលដៅឃើញភីគីម្ខាងទៀតមិនមានប្រតិកម្មក៏ចូលចណ្ដាលយន្តមុនតែនាងមិនដឹងថាបុរសនោះបានលួចដកកាំបិតចេញមកដើម្បីត្រៀមបំបិតមាត់ក្នុងពេលគ្រោះថ្នាក់ពូឡុងដឹងថាក្មេងស្រីកំពុងជួបគ្រោះថ្នាក់ក៏ប្រញាប់ដើរចូលទៅក្នុងនាមជាឪពុកភ្លាមមាត់ស្ដីបន្ទោសដៃដោះកាសចេញដោយមិនឲ្យគេចាប់អារម្មណ៍ព្រមទាំងហត់រវល់ឲ្យមួយចំហៀងអញស្ដាប់ពុកនិយាយអត់ហ្នឹងស្រីស្អីគេលួចមានសង្សារដឹងថាគេឃើញឬអត់ពេលឃើញត្រចៀកក្មេងស្រីនៅទំនេរស្រមោលក៏ទុកកាំបិតវិញប៉ុន្តែការប្រុងប្រយ័ត្នមិនទាន់បាត់ទេព្រោះគេមិនដែលឃើញឪពុកកូនមួយគូនេះពីមុនមកអេលោកទៅជាន់ទីប៉ុន្មានអូភ្លេចរបស់បន្តិចស្រមោលមានបំណងចុចជាន់ទី1គេមិនចង់ឲ្យគេស្គាល់កន្លែងស្នាក់នៅតែគេចង់ឃើញឪពុកកូនមួយគូនេះទៅដល់ផ្ទះឬអត់មានសង្សារចេះតែតែងខ្លួនហើយពាក់កាសទំហើយនៅពាក់រវល់ទៀតបើម៉ែឯងដឹងស្រីបានហើយជប់ចេះដឹងរឿងខ្ញុំទៅលោកមើលចុះក្មេងសម័យឥឡូវនិយាយអីក៏មិនស្ដាប់ចេះតែមកជាមួយឪពុកម្ដាយធំហើយតែងតែមានគំនិតផ្ទាល់ខ្លួនធ្វើជាឪពុកគេគ្មានជំរឿទេលោកគិតបានល្អក្រោយពីនិយាយបន្លប់ពូឡុងក៏ដកផ្លែប៉ោមដែលត្រៀមទុកមកកាមេរ៉ាដំណើរការហើយមែនទេប្រុសមកញ៉ាំមួយទៅឆែកមើលបាត់ក្រោមទទួលបានមិនក៏ស្ដោះក្នុងចណ្ដាលយន្តចឹងខាងគ្រប់គ្រងគេនឹងសម្អាតហើយមើលចុះស្អាតប៉ុណ្ណាសកម្មភាពដ៏រលូនទីបំផុតបានបំពាក់កាមេរ៉ាក្នុងចណ្ដាលយន្តសម្រេចមិនយូរប៉ុន្មានចណ្ដាលយន្តក៏ដល់ជាន់ដែលជ្រូកតូចបានចុចឪពុកកូនខ្លាញ់ៗនេះត្រូវតែបន្តសម្ដែងទៀតសំណាងល្អពូឡុងមានបទពិសោធន៍ក្រាស់ក្រែដឹងថាគោលដៅច្បាស់ជាសម្លឹងមើលពួកគេចូលដល់ផ្ទះទើបអស់ចិត្តឥឡូវធ្វើយ៉ាងម៉េចប្រុសដើរតាមខ្ញុំមកគេកាយឆ្នាំអីស្រីសួរធ្វើអីមើលថាសុំនឹងពុកអត់កាន់អីវ៉ាន់ទៅគាត់ឲ្យក្មេងស្រីបាំងខ្លួនរួចប្រោឧបករណ៍ពិសេសឆ្កឹះសយ៉ាងលឿនទើបធ្វើឲ្យជនល្មើសអស់ការសង្ស័យប្រុសប៉ូលីសកំពុងបំពេញបេសកកម្មបិទទ្វារពួកយើងត្រូវនៅទីនេះយប់ហ្នឹងលោកពូរើចេញទៅប្រុសកុំលោឡាពេកតាមរយៈកាមេរ៉ាដែលពូឡុងស្ដោះចោលក្នុងចណ្ដាលយន្តអំបញ្ញមិញប៉ូលីសកំណត់បានជាន់ដែលស្រមោលរស់នៅ802ឃើញហើយក្រុមប្រតិបត្តិការបញ្ជូនកម្លាំងជាបន្ទាន់បង្កើតបន្ទប់បញ្ជាការនៅអគារទល់មុខដើម្បីឃ្លាំមើលពីចម្ងាយព្រមទាំងឲ្យក្រុមតាមដានយកសម្រាមដែលស្រមោលបោះចោលមកពិនិត្យប៉ុន្តែក្រៅពីក្រដាស់ល្បែងសូដូគូដែលហាយចោលនិងសម្លេងច្របាច់ថង់ពូខ្យល់ពួកគេមិនបានរកឃើញអ្វីប្លែកទេតែពូឡុងដឹងច្បាស់ថារឿងមិនសាមញ្ញបែបនេះទេស្រមោលច្បាស់ជាដឹងខ្លួនថាមានរឿងមិនស្រួលចង់ទាញក្បាលម៉ាស៊ីននៅពីក្រោយមានតែលេងជាមួយគេមួយកដាសិនទីបំផុតមិនទិញផ្លែប៉ោមរលួយទៀតទេចៃដនម្លេះលក់មិនដែរ3កាក់7ប្រុសឡើងថ្លៃទៀតហើយអីក៏ឡើងថ្លៃដែរថៅកែអរគុណហាងនោះថោកជាងលោកកុំបោកខ្ញុំហាងនោះស៊ីថ្លៃបំផុតហើយមិនស្រស់ទៀតខ្ញុំចង់និយាយពីតូបលក់ត្រីនៅខាងក្រោយនោះទេថោកជាងត្រូវហើយជាពិសេសប៉ារបស់ថៅកែតូចមនុស្សល្អណាស់តែគួរឲ្យស្ដាយគាត់ទៅលឿនពេកជំងឺបេះដូងហឺតសម្ដីរបស់ស្រមោលសុទ្ធតែជាការសាកល្បងសំណាងល្អពូឡុងត្រៀមខ្លួនរួចរាល់ទើបឆ្លងផុតគ្រាន់តែឃាតករកម្រិតនេះការសង្កេតរបស់គេខ្លាំងធ្វើឲ្យគេព្រួយឆ្អឹងខ្នងគ្រប់ចំណុចត្រូវតែល្អិតល្អន់បំផុតលោកមើលដៃខ្ញុំដែលក្រិននេះចុះកាលនៅក្មេងហាត់លេងបៀចង់ធ្វើជាស្តេចលបែងទីបំផុតមានតែក្នុងគុណប៉ុណ្ណោះបើលោកមិនប្រាប់ខ្ញុំស្មានតែលោកកាន់កាំភ្លើងខ្ញុំមិនដែលកាន់ទេកាន់កាំបិតធ្វើម្ហូបជាង10ឆ្នាំហើយបើនិយាយត្រូវដងត្រូវផ្លែហើយពូឡុងក៏បួសភីគីមខាងទៀតពេលទំនេរទៅលេងផ្ទះភ្លុកស្នាដៃធ្វើម្ហូបនិងផឹកស្រាបន្តិចបន្តួចចៃដនម្លេះខ្ញុំធ្លាប់ធ្វើចុងភៅនៅបរទេសដែរគ្រូរបស់ខ្ញុំជាអ្នកហាងចៅត្រីទឹកខ្មេះបឹងខាងលិចរបស់ខ្ញុំចាំថ្ងៃមិនស្មើជួបថ្ងៃបានចៃដនឲ្យផ្ទះខ្ញុំមានស្រះជីលីមួយដបដែរការប្រកួតពិតប្រាកដទើបតែចាប់ផ្ដើមជាមួយនឹងសម្លេងគោះទ្វារការប្រជុំមុខជុំទី2បានចាប់ផ្ដើមជាផ្លូវការស្រមោលគ្រាន់តែចូលដល់ផ្ទះភ្លាមមិនរំលងចំណុចតូចតាចណាមួយឡើយពិនិត្យមើលគ្រប់កន្លែងថាមានដាក់ឧបករណ៍លួចស្ដាប់ឬអត់ឆ្លៀតមើលគ្រឿងសង្ហារឹមថាមានធូលីឬអត់ដើម្បីដឹងថាពួកគេទើបតែរើមុខមែនឬអត់ហេលោកអញរត់នោះទេទោះបីជាលោកជាភ្ញៀវចូលផ្ទះបាយធ្វើម្ហូបលោកគេមិនផុតទេបញ្ចេញស្នាដៃបន្តិចទៅ